10ថ្ងៃក្រោយដានវេន4ខ្សែនេះគឺជាក្របថ្នាំបណ្ដុះថាមពលកម្រិតខ្ពស់មិនអាចទេច្បាស់ណាស់យើងបានដាក់ចូលត្រឹមតែក្របថ្នាំបណ្ដុះថាមពលកម្រិតទាបមួយគ្រាប់ប៉ុណ្ណោះតើអាចថាដបល្ពៅនេះមានសមត្ថភាពលើកកម្ពស់គុណភាពថ្នាំអមតៈបានអាចកំបាំងនេះដាច់ខាតមិនអាចឲ្យមនុស្សទី2ដឹងបានឡើយនៅទីបំផុតខ្ញុំក៏បានឈានចូលដល់កម្រិតទី1នៃការបណ្ដុះថាមពលហើយហាខ្ញុំបាននិយាយហើយថាដបល្ពៅនេះបានធ្វើដំណើរឆ្លងពិភពមកជាមួយខ្ញុំតើវាអាចជាវត្ថុធម្មតាបានយ៉ាងម៉េចខាងនោះហាក់ដូចជាមានថ្នាំអមតៈខូចជាច្រើនគ្រាប់ថ្នាំខូចពណ៌បៃតងទាំងនេះសុទ្ធតែជាគ្រាប់ថ្នាំបណ្ដុះថាមពលដែលអាចប្រើសម្រាប់ខ្ញុំបានមានរបស់ទាំងនេះហើយចាប់ពីពេលនេះទៅខ្ញុំលែងខ្វះថ្នាំអមតៈសម្រាប់ការហាត់បណ្ដុះទៀតហើយដបល្ពៅនេះនឹកស្មានមិនដល់សោះថែមទាំងអាចផ្ទុកគ្រាប់ថ្នាំបានដល់20គ្រាប់3ថ្ងៃក្រោយក្លិនថ្នាំនេះពិតជាបរិសុទ្ធខ្លាំងណាស់គ្មានសូម្បីតែក្លិនឆេះឬភាពមិនបរិសុទ្ធបន្តិចសោះ3ថ្ងៃគ្រាន់តែ3ថ្ងៃប៉ុណ្ណោះក៏អាចលើកកម្ពស់គ្រាប់ថ្នាំខូចឲ្យក្លាយជាគ្រាប់ថ្នាំវិញ្ញាណកម្រិតកម្ពូលបានហារាងកាយទ្រុឌទ្រោមរបស់ខ្ញុំទីបំផុតក៏មានសង្ឃឹមបានសង្គ្រោះហើយថ្ងៃនេះខ្ញុំនឹងប្រើគ្រាប់ថ្នាំវិញ្ញាណនេះដើម្បីពង្រឹងមូលដ្ឋាននៃកម្រិតបណ្ដុះថាមពលជាន់ទី1ឲ្យមានស្ថិរភាពទាំងស្រុងទីបំផុតកម្រិតបណ្ដុះថាមពលជាន់ទី1របស់ខ្ញុំក៏មានស្ថិរភាពទាំងស្រុងហើយរាងកាយចាស់ជរានិងទ្រុឌទ្រោមរបស់ខ្ញុំនេះបើបង្ខំទម្លុះកម្រិតដោយបង្ខំខ្លាចថានឹងបំផ្លាញមូលដ្ឋានគ្រឹះនៃការហាត់បណ្ដុះហើយការខាតបង់នោះនឹងមិនអាចសង្វិញបានឡើយ3ថ្ងៃក្រោយឥឡូវនេះរាងកាយរបស់ខ្ញុំបានសម្របខ្លួននឹងឥទ្ធិពលថ្នាំរួចហើយដល់ពេលប្រើវាបន្តទៀតហើយគ្រាប់ថ្នាំកម្រិតកម្ពូលពិតជាមិនមែនជារបស់ធម្មតាមែនបងបាក់នេះគឺជាគ្រាប់ថ្នាំដែលជាប្រាក់ឧបត្ថម្ភប្រចាំខែរបស់និកាយរំខានហើយជិត1ខែក្រោយក្រោយពីហាត់បណ្ដុះយ៉ាងលំបាកអស់1ខែថ្ងៃដែលត្រូវទម្លុះកម្រិតគឺថ្ងៃនេះហើយប្រមូលផ្ដុំភ្លាមទីបំផុតខ្ញុំក៏បានទម្លុះទៅដល់កម្រិតបណ្ដុះថាមពលជាន់ទី2ហើយលីងស៊ុយជីវជាង80ឆ្នាំបានកន្លងផុតទៅហើយមិនដឹងថានាងបានឈានដល់កម្រិតណាហើយទេ
8 ខែក្រោយអានុភាពរបស់គ្រាប់ថ្នាំពិតជាគួរឲ្យខ្លាចមែនទើបតែចូលសិក្សាម៉ាកលីអមតាបានត្រឹម8 ខែប៉ុណ្ណោះក៏បានហាត់ដល់កម្រិតបណ្ដុះថាមពលជាន់ទី4ហើយទោះបីជាមានវិញ្ញាណរើសកម្រិតខ្ពស់ក៏ដោយយ៉ាងហោចណាស់ក៏ត្រូវហាត់យ៉ាងលំបាកអស់2ឆ្នាំដែរទាំងអស់នេះគឺដោយសារតែជំនួយពីកំណប់ដ៏អស្ចារ្យនេះការប្រើគ្រាប់ថ្នាំត្រូវផ្អាកសិនហើយល្បឿននៃការកើនឡើងកម្រិតបណ្ដុះលឿនពេកគួរឲ្យភ្ញាក់ផ្អើលបើនិកាយដឹងច្បាស់ខ្ញុំប្រកាសជាត្រូវស្លាប់មិនខានមើលទៅខ្ញុំត្រូវស្វែងរកវិធីសម្ងាត់មួយដើម្បីលាក់បាំងអូរ៉ានិងកម្រិតបណ្ដុះរបស់ខ្លួនតាមបទបញ្ញត្តិរបស់និកាយសិស្សផ្ទៃក្នុងអាចទៅកាន់បណ្ណាគារគម្ពីរដើម្បីជ្រើសរើសវិជ្ជាពីរមុខបានប៉ុន្តែបើខ្ញុំទៅដោយខ្លួនឯងវានឹងធ្វើឲ្យអ្នកដទៃមានការសង្ស័យប្រហែលជាអាចខ្ចីដៃអ្នកដទៃបានសិស្សច្បងនេះគឺជាប្រាក់ឧបត្ថម្ភប្រចាំខែរបស់បងសិស្សប្អូនឈ្មោះអ្វីសូមជម្រាបសិស្សច្បងខ្ញុំមាននាមត្រកូលត្រឹនឈ្មោះវៀនត្រឹនសិស្សប្អូនអ្នកចាស់នេះអាយុជ្រះហើយរាងកាយក៏ទន់ខ្សោយការដើរទៅមកមិនសូវងាយស្រួលទេមានរឿងមួយចង់រំខានឲ្យសិស្សប្អូនជួយទៅធ្វើជំនួសខ្ញុំមួយជើងសិស្សច្បងសូមនិយាយមកបើស្ថិតក្នុងសមត្ថភាពរបស់ខ្ញុំពិតជានឹងជួយជាមិនខានតាមច្បាប់របស់និកាយសិស្សផ្ទៃក្នុងអាចចូលទៅបណ្ណាគារគម្ពីរដើម្បីជ្រើសរើសវិជ្ជាពីរមុខខ្ញុំចង់រំខានឲ្យសិស្សប្អូនយកបានត្បូងនេះទៅជ្រើសរើសជំនួសអ្នកចាស់នេះហើយយកត្រឡប់មកវិញបងសិស្សបណ្ណាគារគម្ពីរគឺជាតំបន់សំខាន់របស់និកាយឋានៈរបស់ខ្ញុំគ្រាន់តែជាសិស្សធម្មតាខ្ញុំខ្លាចថាអ្នកចាស់នេះដឹងច្បាស់ពីច្បាប់របស់និកាយហើយហេតុនេះហើយទើបឲ្យអ្នកយកបានអត្តសញ្ញាណសិស្សផ្ទៃក្នុងរបស់ខ្ញុំទៅជំនួសសិស្សប្អូនបានអ្នកជួយខ្ញុំគ្រាប់ថ្នាំបណ្ដុះថាមពលមួយគ្រាប់នេះទុកជារង្វាន់សម្រាប់ការធ្វើដំណើររបស់អ្នកតើយ៉ាងណាសិស្សច្បងពាក្យនេះពិតមែនឬគ្រាន់តែជួយបងជ្រើសរើសវិជ្ជាពីរមុខប៉ុណ្ណោះគ្រាប់ថ្នាំបណ្ដុះថាមពលនេះនឹងប្រគល់ឲ្យអ្នកសូមរំខានសិស្សប្អូនហើយមិនដឹងថាសិស្សច្បងចង់ជ្រើសរើសវិជ្ជាប្រភេទណាតើមានតម្រូវការពិសេសអ្វីដែរឬទេឈាមនិងថាមពលរបស់អ្នកចាស់នេះចុកខ្សោយណាស់ការហាត់បណ្ដុះក៏ពិបាកដែរខ្ញុំត្រូវការវិជ្ជាមួយដែលអាចលាក់បាំងអូរ៉ានិងពង្រឹងមូលដ្ឋានគ្រឹះនៃការហាត់បណ្ដុះទី2គឺត្រូវការវិជ្ជាមួយសម្រាប់ការពារខ្លួននិងប្រយុទ្ធជាមួយសត្រូវសិស្សប្អូនយល់ហើយខ្ញុំនឹងជ្រើសរើសវិជ្ជាដែលសមរម្យបំផុតសម្រាប់សិស្សច្បងសិស្សច្បងសូមរងចាំបន្តិចសិស្សប្អូនទៅមួយសន្ទុះហើយនឹងត្រឡប់មកវិញភ្លាមសិស្សច្បងខ្ញុំបានយកវិជ្ជាហាត់មកហើយ